ព្រោះតែវាមានរសជាតិឆ្ងាញ់ណាស់ទៅបងបានឃើញមុខម្ហូបនេះចំនួនដល់តែ2ដងនៅក្នុងវីដេអូរបស់ខ្ញុំឡាបសាច់ជ្រូក3ជាន់ញ៉ាំជាមួយបាយក៏ត្រូវឬក៏ញ៉ាំជាមួយនឹងគ្រឿងភេសជ្ជៈតិចអីហ្នឹងពេលល្ងាចអីហ្នឹងរឹតតែត្រូវទៀតបើបានដាក់ម្ទេសហិលហើយនឹងច្បាច់ក្រូចឆ្មាឲ្យជូរខ្លាំងនិយាយពីថាជាតិនោះជាតិតើក្រែងលោកបងណាដែលអត់បានមើលវីដេអូមុនចូលមកមើលវីដេអូនេះមកបន្លែខ្ញុំប្រើមានស្ពៃបូកគោអាតូចហើយនឹងជីទៅសក់ដំបូងឡើយគឺយើងចាប់ផ្ដើមមកលើទឹកសុបរបស់វាខ្ញុំដាក់ទឹកត្រីហើយថែមម្សៅស៊ុបតន្តិចទេបន្ទាប់មកទៀតដាក់ប៊ីចេងដាក់ស្ករកូរវឹកឲ្យគ្រឿងទាំងអស់ហ្នឹងវាចូលគ្នាបានល្អអញ្ចឹងមកទៅវារលាយហើយរសជាតិវាឆ្ងាញ់ល្អបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមច្បាច់ក្រូចឆ្មាចូលថ្ងៃនេះសាច់របស់ខ្ញុំចំនួន2ខាំខ្ញុំដាក់ក្រូចឆ្មាចំនួន1ផ្លែកន្លះបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់នៅគល់ស្លឹកគ្រៃស្លឹកក្រូចម្ទេសហើយនឹងខ្ទឹមសខ្ទឹមក្រហមហ្នឹងដាក់ឲ្យអស់មកបងកូរវាច្បល់ចូលគ្នានិយាយពីថាគ្រាន់តែប៉ុណ្ណឹងក្លិនជះឈ្ងុយបដើហើយសាច់ជ្រូក3ជាន់យកវាទៅស្ងោរហើយហាន់ជាប្រទះស្ដាងបែបហ្នឹងកូរច្បល់ចូលគ្នាមកតែប៉ុណ្ណឹងគឺថាពេលដែលវាចាប់ផ្ដើមសប់ល្អហើយយើងចាក់អង្ករលីងចូលពេលដែលចាក់អង្ករលីងហ្នឹងភ្លាមបងគឺក្លិនជះឈ្ងុយហ្មងហើយតែបានមុខម្ហូបឆ្ងាញ់ហ្នឹងគឺខ្ញុំអត់ភ្លេចទេអញ្ចឹងហើយធ្វើចែកបងឲ្យមើលទាំងអស់គ្នាដើម្បីរៀនធ្វើម្ហូបនេះងាយលឿនហើយចំណាយអស់លុយតិចទៀតអញ្ចឹងថ្ងៃហ្នឹងវីដេអូគឺមានតែប៉ុណ្្នឹងឯងបងចង់ចេះនៅមុខម្ហូបអីទៀតអាចចូលទៅមើលវីដេអូរបស់ខ្ញុំផ្សេងពីមុនបានហើយកុំភ្លេច follow ខ្ញុំទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីក្រោយទៀតអរគុណច្រើនបងជួបគ្នាវីដេអូក្រោយបាយ